đó បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូទី3នៃការធ្វើស្លាបាទអញ្ចឹងវីដេអូទី1ពួកយើងបេះនិងប្រឡាស់ហើយនឹងវីដេអូទី2ពួកយើងឈូសហើយនឹងស្ងោរបាទអញ្ចឹងវីដេអូទី3អញ្ចឹងវីដេអូយើងគឺយើងក្រោយពីស្ងោរដាក់ហាលហើយយើងមកប្រែបាទអញ្ចឹងនេះគឺជាវីដេអូទី3បាទអញ្ចឹងវីដេអូមិនទៅណាឆ្ងាយពីរឿងស្លាទេបងប្អូនបាទពី3វីដេអូនេះអញ្ចឹងវីដេអូនេះសបញ្ជាក់ឲ្យឃើញថាការធ្វើស្លាមិនមែនបេះពីលើដើមហើយចិត្តដាក់ហាលយកទៅហូបនោះទេបាទអញ្ចឹងការធ្វើស្លាពីជំហាន1ទៅជំហាន1គឺចំណាយពេល2ថ្ងៃទៅ3ថ្ងៃបាទប្រកាសថាបើមានមេឃភ្លៀងឬក៏មេឃងឹតហ្នឹងត្រូវដណ្ដើមថ្ងៃជាមួយមេឃទៀតបាទអញ្ចឹងការធ្វើស្លានេះមិនងាយស្រួលទេបាទអញ្ចឹងគាត់កំពុងតែប្រែហើយបាទក្រោយពីហាលហើយប្រែអញ្ចឹងបើសិនជាអាកាសធាតុក្តៅអំណោយផលធ្វើឲ្យស្លាយើងស្ងួតលឿនបងប្អូនបាទស្ងួតលឿនហាលតែ1ថ្ងៃឬក៏2ថ្ងៃស្លាហ្នឹងគ្រីមរួចហើយបាទអញ្ចឹងមកដល់ពេលនេះមេឃកំពុងតែររឿងផ្គរលាន់បដាហើយបាទអញ្ចឹងមេឃងឹតបដានេះក្រោយពីយើងស្ងោរហើយយើងដាក់ហាលបងប្អូនយើងដាក់ហាលហ្នឹងគឺមេឃក្តៅខ្លាំងវាឆាប់ស្ងួតទឹកអញ្ចឹងនេះមានន័យថាមេឃប៉ុណ្ណេះវាមិនទាន់ក្តៅខ្លាំងណាស់ទេបាទចឹងមានន័យថាវាមានស្រទុំមានអីដែរបាទបងប្អូនដូចជាឃើញវីដេអូនឹងស្រាប់ហើយបាទអញ្ចឹងពីជំហាន1ទៅជំហាន1មានន័យថាវីដេអូរបស់យើងមានការប្រែប្រួលពីមួយជំហានទៅមួយជំហានបាទនេះដូចខ្ញុំប្រាប់បងប្អូនខាងមុនអញ្ចឹងមានន័យថាយើងហាលបើសិនជាថ្ងៃក្តៅខ្លាំងមិនអីទេប៉ុន្តែដូចខែនេះបងប្អូននឹងស្រាប់ហើយបាទជាខែវស្សាបាទអញ្ចឹងវាមានអាកាសធាតុមេឃងឹតរទៅភ្លៀងទេបងប្អូនមករទៅភ្លៀងទេអញ្ចឹងបើសិនជាតែមេឃភ្លៀងមកគឺយើងជញ្ជូនទុកវិញបាទប៉ុន្តែថ្ងៃនេះគិតទុកថាវាមានអាកាសធាតុក្តៅខ្លាំងក្រនបើបាទក្តៅខ្លាំងក្រនបើប៉ុន្តែខ្ញុំឆ្ងល់ថ្ងៃហ្នឹងមេឃក្តៅប៉ុន្តែដល់ពេលយើងមើលទៅលើមេឃទទុំមានន័យថាបើចង់នៃហ្នឹងខ្ញុំចង់និយាយថាចេះនៅមើលទៅអាកាសធាតុគឺក្តៅប៉ុន្តែយើងទៅមើលលើចុងស្លាមេឃទទុំនេះបងប្អូនឃើញណាមេឃទទុំរត់ទៅភ្លៀងទេប៉ុន្តែដល់ពេលមើលទៅវាចាំងមកលើស្លាគឺក្តៅអញ្ចឹងមានន័យថាអាកាសធាតុនៅពេលហ្នឹងវាដូចក្តៅនៅលើដើមនៅលើស្លាប៉ុន្តែមេឃរត់ភ្លៀងនៅលើចុងស្លាក្នុងន័យនេះមានចង់មានន័យថាក្តៅមេឃកំពុងតែក្តៅហើយនឹងមេឃកំពុងតែរត់ភ្លៀងវាមកទន្ទឹមគ្នាបងប្អូនទន្ទឹមគ្នាអញ្ចឹងវាធ្វើឲ្យយើងជាអ្នកហាលឬក៏អ្នកហាលស្លាហ្នឹងធ្វើឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ទៅលើអាកាសធាតុភ្លៀងបាទអញ្ចឹងបងប្អូនធ្វើស្លាបានយល់បាទបងប្អូនធ្វើស្លាបានយល់ខ្ញុំនិយាយដដែលម្ដងទៀតថាអ្នកដែលធ្លាប់ធ្វើបានវីដេអូនេះខ្លីៗសូមអរគុណសូមជម្រាបលាបាទមុនជម្រាបលាកុំភ្លេចជួយចុច Subscribe ផង